update ทางចេញមាននៅថ្ងៃពុធទី19ខែ11សម្រាប់តម្លៃមាសបច្ចុប្បន្នគឺនៅ$4067ក្នុង1អោនហើយសម្រាប់ហាងឆេងមាសកាលពីម្សិលមិញគឺបានចុះដល់តម្លៃ$3998រួចឡើងទៅលើវិញរៀងច្រើនអញ្ចឹងយើងឃើញថាហាងឆេងមាសសម្រាប់កម្លាំងឡើងកាលពីម្សិលមិញក៏ដូចជាថ្ងៃនេះគឺកម្លាំងឡើងរៀងខ្លាំងហើយមួយវិញទៀតយើងឃើញថាទីផ្សារបែរជាឡើងទៅធ្លាយកំពូលលើវិញអញ្ចឹងសម្រាប់កំពូលនៅតម្លៃ4081នេះគឺទីផ្សារបានឡើងទៅប៉ះម្ដង2ដង3ដងអញ្ចឹងសម្រាប់កំពូលលើនេះគឺភាគរយធ្លាយគឺមានច្រើនមែនតើអញ្ចឹងសម្រាប់ហាងឆេងមាសកាលពីម្សិលមិញបើសិនជាទីផ្សារចុះមកធ្លាយឡូខាងក្រោមនៅតម្លៃ$3998នេះទីផ្សារនឹងមានភាគរយបន្តចុះមកក្រោមទៀតក៏ប៉ុន្តែទីផ្សារបែរជាឡើងទៅធ្លាយកំពូលលើទៅវិញជាសញ្ញាប្រាប់យើងថាទីផ្សារនឹងមានភាគរយឡើងទៅលើវិញដូច្នេះសម្រាប់ទីផ្សារមាសនៅថ្ងៃពុធនេះយើងរងចាំឱកាសទិញគឺល្អហើយសម្រាប់តម្លៃបច្ចុប្បន្ននេះជាតម្លៃមួយដែលយើងគួររងចាំទិញនៅពេលដែលទីផ្សារចុះមកក្រោមមករកតម្លៃ4040បើសិនជាទីផ្សារបន្តចុះមកក្រោមទៀតយើងអាចទិញថែមបានទៀតនៅតម្លៃ4018ចឹងសម្រាប់តម្លៃទិញដែលល្អនៅថ្ងៃពុធនេះគឺនៅតម្លៃ4018ចំណែកឯតម្លៃលក់យើងរងចាំនៅពេលដែលទីផ្សារឡើងទៅលើរៀងខ្ពស់បន្តិចយើងស៊ូលក់នៅតម្លៃដែលខ្ពស់គឺនៅតម្លៃ4101ឬក៏តម្លៃ4100សម្រាប់ការលក់យើងគួរតែកំណត់ SL ឬក៏ហានិភ័យឲ្យបានច្បាស់លាស់ដោយសារតែទិសដៅមាសនៅថ្ងៃពុធនេះភាគរយឡើងគឺមានច្រើនអញ្ចឹងបើសិនជាអាចយើងរងចាំទិញគឺល្អទីផ្សារមាសយើងអាចលក់ថែមបានទៀតនៅតម្លៃបើសិនជាមាសនៅតែបន្តឡើងគឺនៅតម្លៃ4145ខ្ញុំនឹងអាប់ដេតខាងចេញមានបន្តទៀតនៅក្នុង Channel Telegram ដូច្នេះបងប្អូនអាចចូលរួមបានហើយសម្រាប់បងប្អូនដែលមានបំណងចង់បើក account ទិញលក់មាសនៅ Blackwell អាចឆាតតាម Telegram 016879511